សួស្តីបងប្អូនហើយថ្ងៃនេះបង្ហាញពីសកម្មភាពនៃការទាញដំឡូងណាហើយដោយសារខ្ញុំមកបានថតបង្ហាញបងប្អូនពីចិត្តដំឡូងណាហ្នឹងហើយចិត្តដំឡូងបងប្អូនអាចចិត្តជាមូលចិត្តជាប៉ែតចិត្តជាល្វាចអីដែលបងប្អូនចូលចិត្តណាហើយខ្ញុំចិត្តពីរបែបគឺមូលហើយនឹងជាសម្រាប់មូលណាហើយចាប់ដើមជាបងប្អូនទស្សនាដំឡូងជានេះគឺខ្ញុំប្រើគុណភាពនៃខ្លាញ់គឺខ្លាញ់អហើយដំឡូងគឺដំឡូងបែបជាអបនិកណាហើយដើម្បីយើងតែរសជាតិនៃដំឡូងបែបធម្មជាតិគឺយើងនឹងទៅមានរសជាតិឆ្ងាញ់ដូចយើងដាក់គ្រឿងទេបងប្អូនតែយើងដាក់គ្រឿងទៅវាទីមួយគឺបើសិនបងប្អូនមិនសូវចាប់អារម្មណ៍ពីខែតបសុខភាពគឺបងប្អូនចូលចិត្តញ៉ាំសម្រាប់ខ្ញុំគឺចូលចិត្តបែបជា natural ហ្នឹងមិនដាក់គ្រឿងអីទេហើយបងប្អូននេះស្កាត់ជៀនខ្ញុំមានចិត្តអាហ្នឹងចិត្តអាហ្នឹងដំបូងគឺវាមានភាពស្រស់ល្អហ្នឹងហើយគុណភាពនៃការជៀនគុណភាពនៃការចិត្តគឺយើងអាចទទួលញ៉ាំបានញ៉ាំបានហ្នឹងហើយបងប្អូនអាចញ៉ាំបានដោយទីណាបងប្អូនចិត្តពីចាប់បានឆ្អិនបងប្អូនចាប់បានឆ្អិនហើយដល់ពេលបងប្អូនបានទស្សនាគឺឡាយជាទៅហើយបងប្អូនចង់ទទួលទានណាមកអីបងប្អូនអាចខមមិនអាចញ៉ាំសារតាមបណ្ដាញ social media អរគុណច្រើនបងប្អូន